នៅក្នុងវីដេអូហ្នឹងខ្ញុំនឹងប្រាប់តគ្នាពីរបៀបឲ្យ Minecraft Java ជាមួយនឹង Minecraft Bedrock ហ្នឹងគឺគាត់អាចលេងជាមួយគ្នាបានដែលគ្នាយើងតែងនិយាយថាមួយលេងលើទូរស័ព្ទមួយលេងលើកុំព្យូទ័រអញ្ចឹងណាតើគ្នាគឺដាក់ឲ្យលេងជាមួយគ្នាបាននៅក្នុង server ហ្នឹងទាំងអស់តែម្ដងហើយដូចតែដងអញ្ចឹងតើគ្នាមុននឹងចូលទៅដល់វីដេអូកុំភ្លេចចុច like subscribe ខ្ញុំម្នាក់មួយផងណាអូខេតើកុំឲ្យខាត់ពេលវេលាកាន់តែយូរទៀតគឺយើងចូលទៅដល់ក្នុងវីដេអូយើងតែម្ដងដល់តើគ្នាចូលមកក្នុង server Athena របស់យើងហើយចុចមកកន្លែង plugin ដើម្បីយើង download plugin មួយចំនួនតែ2 3 plugin នេះតើគ្នាអត់ច្រើនទេសារហ្នឹងហើយយើងនេះចុចកន្លែង search ហ្នឹងមកហើយយើង search ពាក្យថា Geyser អាហ្នឹងឈ្មោះវាដូចជា Geyser MC តើគ្នាប៉ុន្តែយើងវាយតែ Geyser ប៉ុណ្ណឹងមកក៏វាចេញឲ្យយើងឃើញដែរនេះឃើញអត់គឺយើងចុចនៅលើហ្នឹងមកវាក៏បានបញ្ជាក់ដែរ version background ដែលយើងអាចលេងជាមួយ Java បានហ្នឹងគឺវាមានចាប់ពី 1.21.40 ហ្នឹងរហូតដល់ 1.21.60អាហ្នឹងចុចមកវាមានតែមួយអញ្ចឹងស្រួលតើគ្នាមិនបាច់ចាំរៀបរែថាចុចអានេះចុចអានោះចុចមកដល់គឺឃើញមួយអញ្ចឹងហ្មងហើយ plugin ផ្សេងទៀតដែលតើគ្នាត្រូវ download ហ្នឹងគឺវាយទៅតាមខ្ញុំមកវាយពាក្យថា VAI តែប៉ុណ្្នឹងមកគឺយើង search ទៅត្រូវ down 3ទៀតតើគ្នាមួយគឺ Y version នេះគឺវានៅខាងក្រោមនេះតើគ្នាបើសិនជាវាមាន2មាន3អត់ដឹង down មួយណាអីគឺអាចមើលអក្សរនៅខាងក្រោមហ្នឹងបើវាដូចខ្ញុំអីចុច down ដូចខ្ញុំអញ្ចឹងមកហើយនឹង2 plugin ទៀតមួយគឺ Y back rewind នេះហើយមួយទៀតហ្នឹងគឺ Y rewind អា3 plugin ហ្នឹងដូចជាយើង down មកដើម្បីឲ្យវា support អ្នកដែលគាត់មាន version ទាបៗតើគ្នាគឺអាចលេងបានដែរអូខេបន្ទាប់ពីយើងចុច download អានទាំងអស់នឹងបានហើយតើគ្នាធ្វើការ restart server មកអានេះដោយសារតែខ្ញុំបើក server ស្រាប់អញ្ចឹងខ្ញុំធ្វើការ restart server ប៉ុន្តែបើសិនជាតើគ្នាអត់ទាន់បានបើក server ទេចុចបើក server ធម្មតាទៅបាច់តែ restart អីទេហើយដើម្បីយក IP និង port ឲ្យអ្នកលេង Bedrock ហ្នឹងតើគ្នាចុចពាក្យ connect នៅកន្លែងហ្នឹងមកវានឹង load ឲ្យទាំង IP ទាំង port ឲ្យតែម្ដងហើយតើគ្នាយកទៅដាក់ទៅអាកន្លែង server name ហ្នឹងគឺយើងចង់ដាក់ឈ្មោះអីឈ្មោះទៅសំខាន់ណាកន្លែង address ហ្នឹងគឺកន្លែងដាក់ IP នេះតើគ្នាតែដាក់ត្រឹមតែ athena.me បានណាអាកតុយក្រោយលេខ17អីនោះមិនបាច់ដាក់ទេហើយកន្លែង port ហ្នឹងគឺយើងដាក់ port នៅខាងក្រោមហ្នឹងចូលមកគ្រាន់តែ save and play ទៅគឺយើងអាចចូលលេងបានហើយតើគ្នាឥឡូវហ្នឹងខ្ញុំធ្វើការយកទូរស័ព្ទខ្ញុំដើម្បីចូលឲ្យតើគ្នាមើលតែម្ដងចង់ដឹងថាវាដំណើរការអត់ចឹងណាឥឡូវហ្នឹងខ្ញុំធ្វើការយក account ខ្ញុំនៅក្នុង Bedrock ដើម្បីចូលក្នុង server តែម្ដងតើគ្នាឃើញ join server បានអត់អូខេតែប៉ុណ្្នឹងគឺបានហើយប៉ុន្តែគឺវាអត់កើតនៅកន្លែងនេះទេដោយសារតែក្នុងវីដេអូមុនហ្នឹងខ្ញុំភ្លេចប្រាប់តើគ្នាភ្លេចឲ្យ /mv set spawn នៅកន្លែងហ្នឹងចឹងណាចឹងហើយបើសិនជាគ្នាយើងមកបានឃើញវីដេអូនេះគឺធ្វើតាមខ្ញុំមកគ្រាន់តែយើងឈរនៅកន្លែងចំណុចកណ្ដាលហ្នឹងហើយតើគ្នាវាយពាក្យថា set spawnហើយនឹងមួយទៀតហ្នឹងគឺ /mv set spawn ប៉ុណ្ណឹងទៅអ្នកដែលគាត់ចូលមកក្រោយៗហ្នឹងគឺកើតនៅកន្លែងហ្នឹងហើយ sorry មែនតើអ្នកគ្នាវីដេអូមុនគឺខ្ញុំភ្លេចប្រាប់កន្លែងហ្នឹងខ្ញុំទៅច្រឡំជាមួយនឹង asset lobby ហ្នឹងគេកើតមកកន្លែងហ្នឹងដែរតាមពិត asset lobby ហ្នឹងបានត្រឹមតែ /lobby មកកន្លែងដើមវិញហ្នឹងចឹងហើយកុំភ្លេចកែកន្លែងហ្នឹងមួយផងណាតើគ្នាហើយសម្រាប់វីដេអូថ្ងៃហ្នឹងផងដែរក៏មានតែប៉ុណ្្នឹងដែរហើយសម្រាប់វីដេអូក្រោយៗទៀតខ្ញុំនឹងបរៀនដល់គ្នាពីរបៀបបង្កើត NPC បង្កើត world ដាក់ក្នុង NPC ដើម្បីយើងចុច teleport អីអញ្ចឹងណាតើគ្នាអញ្ចឹងហើយកុំភ្លេច subscribe ហើយបើសញ្ញាកណ្ដឹងផងប្រយ័ត្នតែខ្ញុំផុសវីដេអូទៅអត់ឃើញអូខេមានតែប៉ុណ្្នឹងទេបាយបាយជួបគ្នាវីដេអូក្រោយទៀតណា